ហេតុអ្វីបានជាភោជនីយដ្ឋានអ៊ីតាលីអនុញ្ញាតឲ្យអ្នកថែមឈីសបានតាមចិត្តមូលហេតុដែលភោជនីយដ្ឋានអ៊ីតាលីតែងតែរោយឈីសឲ្យអ្នករហូតតតែអ្នកប្រាប់ឲ្យឈប់គឺជាវប្បធម៌និងបច្ចេកទេសបម្រើសេវាកម្មមួយផ្នែកមួយនៃអាហារឈីសត្រូវបានចាត់ទុកថាជាផ្នែកមួយនៃម្ហូបអ៊ីតាលីហើយត្រូវបានប្រើជាគ្រឿងផ្សំក្នុងករណីខ្លះដើម្បីបន្ថែមរសជាតិឲ្យកាន់តែមានភាពចុះសម្រុងអាស្រ័យលើចំណង់ចំណូលចិត្តបរិមាណឈីសអាស្រ័យលើចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗដូច្នេះភោជនីយដ្ឋានអនុញ្ញាតឲ្យអតិថិជនថែមឈីសតាមចិត្តដោយខ្លួនឯងបានក្លិនក្រអូបនិងបទពិសោធន៍ម្យ៉ាងវិញទៀតឈីសដែលត្រូវបានឈូសថ្មីនឹងផ្ដល់ក្លិនកាន់តែក្រអូបការដែលមានបុគ្គលិកមកឈូសឈីសឲ្យដល់តុក៏ត្រូវបានចាត់ទុកថាជាសេវាកម្មមួយដែលធ្វើឲ្យអាហារមើលទៅមានតម្លៃថ្លៃថែមទៀតការគ្រប់គ្រងថ្លៃដើមជាធម្មតាអតិថិជនអាចស្នើសុំឈីសបន្ថែមបានតាមចិត្តព្រោះថ្លៃដើមរបស់ឈីសដែលហាងទទួលបានមិនថ្លៃប៉ុន្មានទេបើធៀបនឹងតម្លៃអាហារម្យ៉ាងទៀតគេជឿថាប្រហែលជាគ្មាននរណាម្នាក់នឹងសុំឈីសចរន្តរហូតដល់ធ្វើឲ្យហាងខាត់បងនោះទេ